បាទជំរាបសួរអ្នកនាងជួបខ្ញុំម្ដងទៀតហើយបាននៅក្នុង Channel រតនាថ្ងៃនេះដែរខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីសម្ភារៈឬក៏របស់ fruit ឬក៏អាវុធដែលអ្នកនាងគួរតែយកលេងនៅក្នុងហ្គេម Block Fruit នៅក្នុង C ទី2ដាវគឺដាវ Rank Goku នេះដាវ Rank Goku ហ្នឹងសម្រាប់អ្នកនាងណាដែលប្រើ Buddha អ្នកនាងគួរតែយកដាវហ្នឹងលេងព្រោះដាវហ្នឹងល្អវាស្រួលយកហើយវាក៏ល្អដែរវាស្អាតហ្មងហើយបើ accessory អ្នកនាងគួរតែយកវ៉ែនតានេះវ៉ែនតាហ្នឹងគឺល្អមែនតើសម្រាប់អ្នកប្រើ fruit ឬក៏ដាវបាទអាហ្នឹងល្អហ្មងខ្ញុំប្រាប់អ្នកនាងពីកន្លែងយកអ្នកនាងគួរតែឡើងទៅលើនេះយើងត្រូវវាយមេលើហ្នឹងជប់ឡើងទីសិនអ្នកនេះជប់អើយបាក់ទៀតខ្ញុំឡើងបន្តិចសិននេះនៅកន្លែងនេះហើយអ្នកនាងដើរកាច់នេះមកហើយអ្នកនាងនេះចូលឲ្យអ្នកនាងឃើញទ្វារចូលឲ្យទ្វារហ្នឹងទៅនេះមេវា spawn នៅកណ្ដាលហ្នឹងអ្នកនាងតែវាអត់ spawn ទេខ្ញុំចូលមក spawn ទេអត្ថប្រយោជន៍វាវិញជាមួយអ្នកនាងវាជំនួយយើងរត់លឿន 25% damage វាយ 8% cooldown 8% និងmana energy នឹង250និងឈាម250ដូចគ្នាចំណែក fruit វិញអ្នកនាងគួរតែយកលេងនៅfruit វាឈប់អស់មើលសិនអាយអ្នកគួរយកលេងហើយឡាយអ្នកក៏ត្រូវយកលេងដែរព្រោះអាហ្នឹងល្អក្នុងការ farm គឺឈប់អស់មើលសិនណាសាប់វា lag ចឹងណាBuddha និង Magma ពេលវា V2 ទៅយើងងាយស្រួលក្នុងការធ្វើ event ចឹងណាអ្នកនាងសម្រាប់ដៃវិញអ្នកនាងគួរតែយក Super Human នៅកន្លែងនេះអ្នកនាងឧបវាពង lag ទូរស័ព្ទ lag តិចចឹងណានៅកន្លែងនេះនៅកន្លែងហ្នឹងអ្នកនាងកាច់ទៅចូលទៅនេះពូហ្នឹងដៃហ្នឹងតម្រូវឲ្យអ្នកគ្នាយកដៃអា4នោះយកបាន300 mastery ទាំងអស់បាទអ្នកទិញបានហើយចំណាយអស់3លានឥឡូវយើងធម្មតា3លានអ្នកនេះដៃហ្នឹងគឺល្អសម្រាប់នៅ C ទី2តែក៏វារៀងបាក់យកដែរព្រោះយើងត្រូវអស់ mastery វារហូតដល់អានោះ300ហើយតែល្អខ្ញុំប្រើឡើងចាខ្ញុំនេះខ្ញុំប្រើឡើងដែរហ្នឹងសម្រាប់ដៃទី2វិញគឺនៅកោះចុងក្រោយដៃនឹងល្អខ្លាំងមែនតើបើអ្នកនេះគួរតែយកដៃនឹងព្រោះដៃនឹងគឺល្អខ្ញុំប្រើដៃនឹងក៏ខ្ញុំប្រើឡើងមិន level អាហ្នឹងវាអស់ប្រហែលលាននេះខ្ញុំភ្លេចបាត់តែដៃនឹងគឺល្អគ្មានអីនេះមកហើយមើលវាយទៅវាអត់ទៅមុខដូចដៃ Super Human វាយទៅវាក្តាច់ចឹងណាហើយបើដាវមួយទៀតគឺដាវ Dragon ដាវហ្នឹងគឺល្អយកយើងពេលយើងយកទៅក៏វានេះតែហើយបើយើងចង់យកដាវហ្នឹងគឺនៅកន្លែងកោះមេកោះនេះចាំមើលខ្ញុំឲ្យអ្នកនេះមើលអូយទៅសាប់ lag ចាំផ្លែអ្នកនេះមើលទៅឈប់មើលនោះមេឡៃនោះអ្នកនេះនោះមេនោះអ្នកនេះវាយទៅបាន key សម្រាប់ដោះដៃហ្នឹងហើយនឹងបានអាដាវ Dragon អាដាវពេញ Trident ហ្នឹងហើយនៅមានដាវមួយទៀតខ្ញុំប្រាប់អ្នកនេះគឺ Saber ដាវហ្នឹងអ្នកនេះយកទៅសមុទ្រទី1តែអាហ្នឹងតអ្នកនេះបាន V2 បាន damage វាខ្លាំងវាឈឺហ្មងណាវាឈឺខ្លាំងមែនតើដាវហ្នឹងសម្រាប់អ្នក up stat ដាវគួរតែយកដាវហ្នឹងទៅវាឈឺហើយចុងក្រោយមានទេអរគុណសម្រាប់អ្នកនេះហើយកុំភ្លេចចុច like និង subscribe ចំណុច channel ខ្ញុំអ្នកមួយផងណាបាទអរគុណពីខ្ញុំរតនាបាយ